ការឈ្លានពានអាចបំផ្លាញដីប៉ុន្តែមិនអាចបំផ្លាញជាតិស្មារតីសាមគ្គីភាពជាចម្លើយរបស់កម្ពុជានៅពេលដែលសម្លេងគ្រាប់កាំភ្លើងនិងស្នូរគ្រាប់ទម្លាក់ពីយន្តហោះរបស់ថៃនៅតាមបណ្ដោយព្រំដែនបានคล้ายជាដែនដីនៃភាពភ័យខ្លាចមនុស្សជាច្រើនចាប់ផ្ដើមសួរខ្លួនឯងដោយស្ងៀមស្ងាត់ថាតើជាតិខ្មែរអាចរលាយបាត់ពីផែនទីពិភពលោកបានដែរឬទេគណៈមេដឹកនាំថៃបានបដិញ្ញាថានឹងមិនបញ្ឈប់សង្គ្រាមវាយប្រហារដាក់មកលើកម្ពុជានោះទេសំណួរនេះមិនមែនជាសំណួរផ្នែកភូមិសាស្ត្រប៉ុណ្ណោះទេវាជាសំណួរផ្នែកចិត្តសាស្ត្ររបស់ជាតិព្រោះសត្រូវពេលនេះមិនត្រឹមវាយប្លន់យកដីខ្មែរដោយធ្វើការដោតទង់ជាតិរបស់ខ្លួនឯងដោយគ្មានភាពអៀនខ្មាស់និងមានបំណងចង់កំទេចប្រាសាទបុរាណខ្មែរដើម្បីឲ្យខូចអត្តសញ្ញាណជាតិខ្ទេចខ្ទីប៉ុណ្ណោះទេប៉ុន្តែនៅមានមហិច្ឆតាចង់វាយដណ្ដើមយកនៅសេចក្តីសង្ឃឹមជាមួយពាក្យចចាមអារាមព័ត៌មានបំភ្លៃនិងការញុះញង់ឲ្យជាតិបែកបាក់គ្នាផ្ទៃក្នុងថែមទៀតអត្ថបទស៊ីជម្រៅរបស់ Fresh Exclusive ខាងក្រោមនេះគឺចង់បញ្ជាក់ច្បាស់ថាកម្ពុជាមិនអាចស្លាប់និងមិនអាចរលាយចេញពីផែនទីពិភពលោកបានទេដរាបណាប្រជាជាតិខ្មែរនៅរក្សាបានសាមគ្គីភាពសិលធម៌ជាតិនិងការតស៊ូតាមផ្លូវច្បាប់ការដោតទង់ជាតិឬការចូលកាន់កាប់ដោយកម្លាំងមិនអាចប្រែក្លាយទឹកដីរបស់ខ្មែរคล้ายទៅជាទឹកដីរបស់ថៃបានឡើយហើយអ្វីដែលអាចបំផ្លាញក្តីសង្ឃឹមរបស់កម្ពុជាបានគឺការបែកបាក់ខ្លួនឯងនិងអំពើវិធានសនាដែលបំបាក់ជាតិឲ្យបែកបាក់សាមគ្គីគ្នាពីខាងក្នុងតែប៉ុណ្ណោះប៉ុន្តែប្រជាជនកម្ពុជាដឹងច្បាស់នៅអបាយកលនេះមិនអនុញ្ញាតឲ្យប្រទេសជាតិធ្លាក់ចូលក្នុងភាពអស់សង្ឃឹមបានឡើយទង់សត្រូវអាចដោតលើដីប៉ុន្តែមិនអាចតំណាងច្បាប់និងតំណាងស្មារតីជាតិឡើយសត្រូវអាចដោតទង់ជាតិបានរបស់គេនៅពេលមានឱកាសចូលប្លន់យកទឹកដីខ្មែរប៉ុន្តែការដោតទង់នោះវាគ្រាន់តែជាសញ្ញាដែលមិនស្របច្បាប់តែប៉ុណ្ណោះនៅក្នុងសម័យច្បាប់អន្តរជាតិបច្ចុប្បន្នការកាន់កាប់ដោយកម្លាំងមិនមែនជាភស្តុតាងកំណត់ដែនអធិបតេយ្យឡើយអ្វីដែលសត្រូវចង់ឈ្នះពិតប្រាកដគឺស្មារតីនិងផ្លូវចិត្តដើម្បីចង់ឲ្យប្រជាជនជឿថាយើងអស់សង្ឃឹមឬចង់បង្ហាញថាពិភពលោកបានបោះបង់យើងដូចនេះបើសិននៅពេលដែលជាតិមួយបែរជាឈប់ជឿលើខ្លួនឯងនោះសត្រូវនឹងអាចឈ្នះដោយមិនចាំបាច់ធ្វើសង្គ្រាមឡើយយើងជាខ្មែរត្រូវចងចាំថាសត្រូវអាចលួចចូលមកដោតទង់ជាតិរបស់គេលើដីរបស់យើងប៉ុន្តែទង់នោះមិនមែនជាទង់ស្របច្បាប់អន្តរជាតិនិងមិនមែនជាតំណាងស្មារតីរបស់ជាតិឡើយហើយដូច្នេះការឆ្លើយតបដ៏ខ្លាំងបំផុតរបស់ជាតិយើងក្នុងពេលនេះមិនមែនជាពាក្យកំហឹងទេប៉ុន្តែជាការរក្សាចិត្តនិងស្មារតីចំពោះជាតិឲ្យរឹងមាំដោយមិនត្រូវបែកអារម្មណ៍ទៅតាមភស្តុតាងคล้ายត្រូវរក្សាការតស៊ូតាមច្បាប់និងការទូតមិនរួញរានិងត្រូវរក្សាការរួបរวมនិងភាពស្មោះត្រង់ជាមួយគ្នានោះទើបសត្រូវមិនអាចបំផ្លាញជាតិខ្មែរយើងបានកម្ពុជាយើងមិនតូចទេនៅពេលជាតិរួមគ្នាភាពតូចរបស់ប្រទេសមួយមិនស្ថិតនៅលើផែនទីទេប៉ុន្តែវាស្ថិតនៅលើចិត្តនិងសាមគ្គីភាពរបស់ប្រជាជនក្នុងប្រទេសនោះនៅពេលដែលព្រះសង្ឃប្រជាពលរដ្ឋសិស្សានុសិស្សយុវជនយុវនារីបាននឹងកំពុងស្រាក់ដៃគ្នាយ៉ាងសស្រាំជួយឧបត្ថម្ភជំនួយដល់សមរភូមិមុខធ្វើការរួមគ្នាជួយប្រមូលជំនួយពីសប្បុរសជនទាំងថវិកាស្បៀងនិងការបរិច្ចាគឈាមដើម្បីជួយដល់យុទ្ធជននិងជនភៀសសឹកសកម្មភាពទាំងនេះមិនត្រឹមតែជាកាយវិការសប្បុរសធម៌ប៉ុណ្ណោះទេវាជាសារបញ្ជាក់ដ៏ខ្លាំងថាជាតិខ្មែរមិនដួលរលំទេជាតិខ្មែរកំពុងរួមគ្នាឈរគៀកស្មាគ្នារួមគ្នាជាមួយយុទ្ធជនសមរភូមិមុខនិងជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីរក្សាប្រទេសនិងទប់ទល់សត្រូវឈ្លានពានមិនរាថយឡើយសង្គ្រាមអាចបំផ្លាញទ្រព្យសម្បត្តិនិងសមិទ្ធផលជាតិក៏ពិតមែនប៉ុន្តែมันអាចបំផ្លាញសង្គមដែលមានសាមគ្គីភាពរួមគ្នាជាធ្លុងមួយបានឡើយ
ប្រទេសដែលមានសាមគ្គីភាពគឺជាប្រទេសដែលមានសមត្ថភាពអាចស្ដារឡើងវិញយ៉ាងឆាប់រហ័សពីព្រោះគេយល់ច្បាស់នៅពាក្យថាសុខទុក្ខរបស់ជាតិគឺជាសុខទុក្ខនិងភាពស្លាប់រស់រួមជាមួយសង្គមទាំងមូលមិនមែនជារឿងនរណាម្នាក់ដាច់ដោយឡែកនោះទេពីខាងសាលាក្រុមជ្រុលនិយមខ្មែរសត្រូវដែលគួរឲ្យប្រុងប្រយ័ត្នជាងគេក្នុងគ្រាខ្លះកម្លាំងអាវុធប្រចាំមិត្តនៅព្រំដែនមិនមែនជាសត្រូវគួរឲ្យខ្លាចទេប៉ុន្តែអំពើញុះញង់របស់ក្រុមជ្រុលនិយមខ្មែរដើម្បីបំបែកបំបាក់ជាតិគឺជាសត្រូវនៅពីក្រោយខ្នងគួរឲ្យខ្លាចប្រទេសមួយអាចឈ្នះសត្រូវខាងក្រៅបានប៉ុន្តែអាចចាញ់នៅវិធានសាសនាញុះញង់ដែលចង់បំបែកបំបាក់ប្រទេសក្នុងរបស់ខ្លួនបច្ចុប្បន្នមានក្រុមមនុស្សមួយក្តាប់តូចដែលកំពុងបំរើសត្រូវបរទេសបានញុះញង់ចង់ឲ្យកម្លាំងជាតិបែកបាក់គ្នាដើម្បីតែមហិច្ឆតានយោបាយប្រកបដោយគ្រោះថ្នាក់របស់ខ្លួននយោបាយរបស់ក្រុមជ្រុលនិយមទាំងនោះគឺជាលបែងដែលចង់យកជាតិខ្លាយជាជើងឈ្នន់នយោបាយលបែងដែលយកទុកសោករបស់ប្រជាពលរដ្ឋនិងឈាមយុទ្ធជនខ្មែរធ្វើជាក្របចំណុចក្នុងសម័យកាលកាន់អំណាចដែលលបែងនយោបាយទាំងនេះមិនមែនដើម្បីបំរើប្រទេសជាតិខ្មែរពិតប្រាកដឡើយប៉ុន្តែដើម្បីតែកាប់បំផ្លាញជាតិខ្មែរខ្លួនឯងតែប៉ុណ្ណោះគំនិតដែលចង់ឲ្យបរទេសមកកំចាត់អ្នកដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្នវាមិនមែនជាជំរឿននយោបាយទេវាជាអំពើវង្វេងជាតិដែលមិនអាចអត់ឱនឲ្យបានឡើយក្រុមជ្រុលនិយមខ្មែរដឹកនាំដោយជនក្បត់ជាតិសំរងស៊ីកំពុងយកជាតិខ្មែរធ្វើជាកូនបំណុលនៃការសងសឹកនយោបាយដែលអំពើសងសឹកជាបុគ្គលរបស់ខ្លួនឯងនោះហើយគឺជាទង្វើចង់ឲ្យជាតិបាត់បង់អនាគតនិងបាត់បង់សុភមង្គលដ៏រុងរឿងក្នុងសេចក្តីសន្និដ្ឋានហេតុអ្វីបានជាសត្រូវមិនអាចបំផ្លាញកម្ពុជាបានព្រោះប្រជាជាតិមួយមិនមែនជាវត្ថុដែលគេអាចបំបត្តិចោលដោយសារតែការដោតទង់ជាតិរបស់សត្រូវឬដោយសារការធ្វើសង្គ្រាមបំផ្លាញប្រាសាទបុរាណដើម្បីចង់លុបអត្តសញ្ញាណជាតិឡើយកម្ពុជាគឺជារដ្ឋអធិបតេយ្យពេញលេញដែលត្រូវបានទទួលស្គាល់ដោយពិភពលោករួមមានអង្គការសហប្រជាជាតិសហគមន៍អន្តរជាតិជាង190ប្រទេសមានព្រំដែនត្រូវបានកំណត់ដោយឯកសារប្រវត្តិសាស្ត្រនិងច្បាប់អន្តរជាតិផែនទី1904 1907និងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ICJ ឆ្នាំ1962និង2013ហើយហេតុដូច្នេះការដោតទង់ជាតិឬការចូលកាន់កាប់ដោយកម្លាំងយោធាមិនអាចប្រែក្លាយទឹកដីកម្ពុជាដែលត្រូវបានប្លន់និងដណ្ដើមយកដោយអំពើហិង្សាคล้ายទៅជាទឹកដីស្របច្បាប់នៅក្រោមក្រសែភ្នែកអន្តរជាតិបានឡើយផ្ទុយទៅវិញវាជាអំពើឈ្លានពានដែលបង្ហាញពីការមិនគោរពច្បាប់អន្តរជាតិនិងភាពឥតអៀនខ្មាស់របស់ព្រះរាជវាំងនិងក្រមយោធាថៃចំពោះពិភពលោកសត្រូវអាចបង្កការឈឺចាប់ដល់កម្ពុជាបានជាបណ្ដោះអាសន្នប៉ុន្តែមិនអាចលុបអត្តសញ្ញាណជាតិខ្មែរបានឡើយប្រវត្តិសាស្ត្រពិភពលោកបានបញ្ជាក់យ៉ាងច្បាស់ថាក្រោយសង្គ្រាមលោកលើកទី2មិនមានប្រទេសណាមួយត្រូវបានលុបចេញពីផែនទីពិភពលោកដោយសារតែអំពើឈ្លានពានទេសូម្បីតែប្រទេសតូចៗដូចជាគុយវ៉ែត Georgia ឬអ៊ុយក្រែនក៏នៅតែរក្សាអត្តសញ្ញាណរបស់ខ្លួនជាដដែលថៃមិនមានសមត្ថភាពផ្លូវច្បាប់ឬនយោបាយអន្តរជាតិបំភាន់ផ្នែកពិភពលោកដើម្បីលុបបំបាត់កម្ពុជាឬអត្តសញ្ញាណជាតិខ្មែរបានឡើយហើយអ្វីដែលពលរដ្ឋខ្មែរគ្រប់រូបដែលស្រឡាញ់ជាតិត្រូវចងចាំឲ្យច្បាស់គឺកម្ពុជាមិនបាត់បង់ទេបើជាតិយើងរួមគ្នាជាធ្លុងមួយកម្ពុជាមិនរលាយអត្តសញ្ញាណរបស់ខ្លួនទេបើជាតិយើងរក្សាច្បាប់សិលធម៌និងសាមគ្គីភាពកម្ពុជានឹងកាន់តែរឹងមាំនិងស្ដារឡើងវិញបានបើជាតិយើងនៅតែរួមគ្នាហើយបដិសេធនិងកម្ចាត់ចោលរាល់អំពើវិធានសនាដែលព្យាយាមបំបែកស្មារតីជាតិចេញពីសង្គមខ្មែរហើយកម្ពុជាមិនស្លាប់ទេព្រោះជាតិខ្មែរមិនបានបោះបង់ខ្លួនឯងចោលដោយសារតែអំពើវិធានសនារបស់សត្រូវឡើយកម្ពុជាមិនរលាយទេព្រោះសាមគ្គីជាតិនៅតែជាគ្រឹះដ៏រឹងមាំបំផុតនៃអត្តសញ្ញាណជាតិរបស់ខ្លួន